ចាពុកម៉ែបងប្អូនថ្ងៃនេះមកទៀតហើយមកថ្ងៃនេះមកឆាបកាមឹកហើយដាក់បន្លែស្តៅបារាំងហើយនឹងដើមខាត់ណាខៀវបងប្អូនចាហើយយើងឆាបែបនេះហើយមានលក្ខណៈប្លែកម្យ៉ាងដែររសជាតិរបស់វាពេលយើងញ៉ាំទៅខ្ទិះបងប្អូនចាបើបងប្អូនមិនដឹងថានឹកថាធ្វើម្ហូបអីគេអាចធ្វើតាមខ្ញុំបានបងប្អូននេះឲ្យខ្ញុំទៅទិញផ្កាខាត់ណាខៀវផ្កាខាត់ណាដើមខាត់ណាខៀវហ្នឹង5000ស្តៅបារាំងហ្នឹង5000មកចាហើយទិញមឹកហ្នឹងហើយបង្គាហ្នឹងអស់20000ចាហ្នឹងម្ហូបហ្នឹង30000ហើយស្លឹកខ្ទឹមសុំគេថែមចានេះពុកម៉ែបងប្អូនកំពុងតែមកបកដើមខាត់ណាខៀវហ្នឹងហើយនឹងស្តៅបារាំងខ្ញុំបកយកអាគៀនវាចេញណាតែប៉ុណ្្នឹងហើយអាគៀនវាដូចតែសាយគឺយើងបកចេញហើយយើងមកហាន់និយាយទៅតាមបងប្អូនចិត្តហាន់បែបណាក៏ហាន់ទៅប៉ុន្តែខ្ញុំហាន់អញ្ចឹងណាដើម្បីឆាទៅវាចូលជាតិបានល្អចានេះកំពុងតែមកហាន់ស្តៅបារាំងនេះហើយបន្ទាប់មកហើយខ្ញុំកំពុងតែមកចាបកបកាហើយនឹងសម្អាតមឹកចាបកាតាមពិតទៅខ្ញុំអត់ដែរដឹងថាវាមានអាចនៅខាងពោះវាដែរពីមុនខ្ញុំគិតថាវានៅតែលើខ្នងទេប៉ុន្តែពេលយើងបកសបចេញអញ្ចឹងទៅមិនដឹងថាវាមានទាំងសងខាងខ្ញុំអត់ដែរដឹងថាខ្ញុំអត់ដែរដឹងឬក៏មិនទេពីព្រោះឯតំនឹងថ្ងៃនេះបានបកទៅចាប់អារម្មណ៍ឃើញទាញមកទាំងសងខាងចានេះខ្ញុំកំពុងតែបកហើយចាពីត្អុកនេះរៀងញាប់បន្តិចពីព្រោះឯបកហ្នឹងរៀងយូរដែរអញ្ចឹងដាក់ឲ្យវារៀងលឿនបន្តិចមកកុំអដែលចាយើងបកឲ្យស្អាតមកហើយបន្ទាប់មកយើងយកទៅលាងមិនពី3ទឹកទៀតទៅឲ្យវាកាន់តែជ្រះស្អាតអញ្ចឹងណាចាហើយបន្ទាប់មកបានយើងឲ្យយកមកហាន់វាជាចំណិតអញ្ចឹងទៅខ្ញុំឲ្យហាន់អញ្ចឹងឲ្យវាបានសាច់រាងច្រើនអញ្ចឹងណាចានេះកំពុងតែហាន់មឹកហើយនឹងបការបស់យើងហ្នឹងបន្ទាប់មកនេះទៅមួយបន្លែនេះពេលខ្ញុំទៅលាងហើយចាពណ៌ខៀវស្រស់ស្អាតមែនតើចានេះខ្ញុំកំពុងតែចាប់ដើមឆាយបងប្អូនជាដំបូងមានអីទេឆាយើងគឺឲ្យដាក់ប្រេងឆាមកហើយដាក់ស្ករក្រហមកន្លោចឲ្យវាឡើងជើងក្រងចាឡើងជើងក្រងហើយបន្ទាប់មកបានយើងដាក់ឲ្យខ្ទឹមដែលយើងច្រាំហ្នឹងយើងឲ្យដាក់ចូលទៅហើយយើងកំឡោចវាឲ្យរៀងឡើងក្រហមបន្តិចមកបន្ទាប់មកយើងដាក់បកាចូលនិងមឹករបស់យើងចូលទៅចាហើយបន្ទាប់មកយើងបាច់ទុកឲ្យវាយូរទេព្រោះងាយឆ្អិនឯបកានឹងមឹកអញ្ចឹងយើងដាក់តែគ្រឿងផ្សំយើងមកមានប្រេងខ្យងរ៉តឌីប៊ីចេងចាតែប៉ុណ្្នឹងមកហើយយើងបាច់ទុកយូរទេយើងដាក់បន្លែចូលមកព្រោះគ្រឿងសមុទ្រវាងាយឆ្អិនទេបងប្អូនចានិយាយទៅខ្ញុំមិនដែរចោលទេប្រេងខ្យងពេលឆាប្រេងខ្យងវាបង្កើនរសជាតិអាហារយើងមួយយ៉ាងដែរចានេះឲ្យខ្ញុំឲ្យដាក់ទឹកថែមបន្តិចបងប្អូនអញ្ចឹងទៅទឹកវារៀងច្រើនដែរប៉ុន្តែទឹកច្រើនអញ្ចឹងទឹកវានឹងខ្ទិះណាបងប្អូនខ្ទិះឆ្ងាញ់ហ្មងហើយពេលយើងមានកូនតូចអញ្ចឹងទៅក៏ប្រឡាក់បាយញ៉ាំគឺត្រូវជាមួយនឹងបាយបងប្អូនអាចសាកធ្វើតាមខ្ញុំបានណាធ្វើទៅមានរសជាតិវាប្លែកម្យ៉ាងនិយាយទៅអាបន្លែហ្នឹងគឺវាត្រូវគ្នាហ្មងអរគុណបងប្អូនវីដេអូមានប៉ុណ្្នឹងឯងបាយបាយ